សួស្តីជំរាបសួរបងប្អូនប្រិយមិត្តទាំងទាំងអស់គ្នាថ្ងៃនេះយើងមានវីដេអូមួយទំនំក្នុងការបង្កើត account international ដែលអ្នកទាំងអស់គ្នាគាត់តែចុច link នៅក្នុងនេះនៅក្នុង Telegram channel និង group chat របស់យើងគឺចុចតា open អត់តបអ្នកគ្នានឹងទទួលបាន page នេះ load មកយើងដាក់ថារបស់នេះមកយើងជាខ្មែរកម្ពុជាមកយើងដាក់បាយ email យើង email របស់យើង នេះ partner code របស់យើងដាក់ partner code នេះដែលដាក់ partner code នឹងទទួលបានការ support និង rebate ទៅវិញរៀងរាល់ការ trade នេះជាមួយអ្នកដែលចង់មកដូរ partner ជាមួយខ្ញុំទទួលបានការ support ដូចគ្នានិងបាន rebate ដូចគ្នារាល់ការទេយើងចុចដាក់សន្និយោមកយើងមិនជាជនជាតិអាមេរិកយើងដាក់សន្និយោខ្ញុំបានបង្កើតហើយយើងដាក់ save នេះយើងមាន account ឲ្យយើងជឿដើម្បីបង្កើតdemo យកកើត account យើងបង្កើតពេលចង់តែនេះដាក់ account យើងពេលចង់ដាក់ demo ដាក់ account demo យើងបង្កើត account យើងនេះដើម្បីអ្នកនរត្រូវការ verify អត្តសញ្ញាណរបស់អ្នកនរគ្នាមុននឹងធ្វើការដាក់លុយបាទយើងចូលកន្លែង complete profile ហើយស្ដាំដៃទៅពេលយើងចូលកន្លែង complete profile ហើយដើម្បីបញ្ជាក់អត្តសញ្ញាណបាន verify KYC របស់យើងគឺចុចនេះយើង confirm email របស់យើងនេះ email យើងចូលបើជឿដាក់ Gmail មកវានឹងផ្ញើលេខកូដ email របស់យើងមកដាក់លេខកូដនេះមកដល់ផ្ញើជា Gmail មកអរគុណយើង copy ផាបញ្ចូលតមកគេនឹងឲ្យយើងដាក់លេខទូរស័ព្ទរបស់យើងដាក់លេខទូរស័ព្ទរបស់យើងទៅប្រចាំថ្ងៃហ្នឹងនេះអិចនេះនឹងធ្វើការផ្ញើលេខកូដប្រមូលខ្ទង់ឲ្យយើងយកលេខកូដមកខ្ទង់ពីផ្ញើសារពីអិចនេះមកដាក់ចូលដល់ពេលយើងបានដាក់លេខទូរស័ព្ទរបស់យើងបំពេញព័ត៌មានរបស់យើងឈ្មោះរបស់យើងយើងកុំដាក់ឈ្មោះខ្លាំងខ្លាយក៏ដាក់ឈ្មោះអីផ្សេងយើងដាក់ឈ្មោះអីផ្សេងវាខុសជាមួយនឹងតាស្គនប័ណ្ណគឺវានឹង cancel ឃើញខ្ញុំដាក់ឈ្មោះខ្ញុំគឺវានឹងអត់ឲ្យយើងដាក់លុយឲ្យយើងខាត email ហើយនេះឈ្មោះឯតកោហើយនេះថ្ងៃខែខមអ្នកអស់នេះអាស័យដ្ឋានអ្នកអស់នេះត្រូវដាក់អាស័យដ្ឋានអ្នកអស់នេះឲ្យដូចនឹងតាស្គនប័ណ្ណឬក៏ passport អ្នកអស់នេះអញ្ចឹងនេះ page របស់យើងគឺ page របស់យើង ប្រុសដាក់ប្រមមកស្ត្រីដាក់ឆ្វេងឲ្យ straight female យើងចូល continueសួរថាយើងបង្កើត account ដើម្បីយើងគឺយើង investing វិនិយោគយើងទិញលក់ឬក៏ investing ទៅ investment សួរថាតើយើងបានប្រាក់ខែពីអ្វីយើងសំលុយដាក់សំយើងធ្វើការដាក់ធ្វើការក្នុង CV ជួយដាក់ជួលយើងមានការកម្ចីដាក់កម្ចីយើងដាក់ថាសន្សំអីសួរថាយើងធ្វើជាមុខរបរអ្វីអញ្ចឹងអ្នកនរគ្នាធ្វើជាពេទ្យដាក់ពេទ្យធ្វើជាគ្រូដាក់គ្រូបង្រៀនទៅឬក៏អ្នកដែលគាត់បើកបោកក៏ដាក់បើកកន្លែងនេះមកពួកខ្ញុំនៅសិស្សចឹងខ្ញុំដាក់ student យក click ឲ្យបានវាសួរថាលុយរបស់អ្នកនៅក្នុងធនាគារគឺមានប្រមាណពី0ដល់ 20000 ពី100000ដល់ 2000000ជើងដាក់មកតាមទឹកប្រាក់ដែលយើងមានក្នុងធនាគាររបស់យើងនេះសួរថាឥឡូវនេះយើងកំពុងធ្វើគេយើងជា
អ្នកធ្វើការពេញម៉ោងក៏អ្នកធ្វើការក្រៅម៉ោងឬក៏អ្នកធ្វើការតាមអនឡាញអញ្ចឹងក៏ជាម្ចាស់រកស៊ីឬជាមេអញ្ចឹងយើងជាសិស្សឬក៏នេះយើងអត់ធ្វើការយើងទៅនេះអានេះជាជាប់តែអញ្ចឹងខ្ញុំជាសិស្សដាក់សិស្សមកអ្នកដែលគាត់ដាក់ធ្វើការងារដាក់ការងារនេះយើងសិស្សដាក់សិស្សនេះបើសិនជាអ្នកគ្នាធ្វើការខុសឬក៏ផ្ទៀងផ្ទាត់អាចបែកបានគេបែកវាមកដាក់ឲ្យចូលវិញបានយើងបែកបានបោះវិញមកតែមកជឿចម្លើយត្រូវអញ្ចឹងដាក់គាត់សួរថាតើយើងតែបានប្រហែលត្រេតហើយក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះគឺយើងតែបានលើសពី100ដាក់100យើងត្រេតបាន40ទៅ100ដាក់40យើងដាក់មិនត្រេតយើងអត់ត្រេតទេបើយើងដាក់ថាត្រេតតិចជាង10 40យើងដាក់នេះ10 40ត្រេតនឹង less than 10 trade បើតែយើងតែ demo ដាក់អីនេះបានតែ demo ទេនឹងធ្លាប់ trade បាន10 40 trade គឺដាក់នេះឬក៏40ទៅ100ទេដាក់នេះបានចឹងគេសួរថាតើយើងក្នុងមួយអាទិត្យហ្នឹងគឺយើងអានព័ត៌មានធ្វើការវិភាគប្រហែលម៉ោងក្នុងមួយអាទិត្យបើចឹងយើងវិភាគឬក៏ធ្វើការព័ត៌មានរបស់ផ្សារអីលើពី4ម៉ោងទៅ4ម៉ោងទៅ10ម៉ោងដាក់លើពី10នេះតែបើយើងតិចជាង4ម៉ោងដាក់4តិចជាង4ម៉ោងតែបើយើងមើលច្រើនយើងដាក់កណ្ដាលមួយក្របនេះមិនល្អបើយើងដាក់ក្នុងដាក់ខ្មៅ3ហ្នឹងសួរថាតើ invest ដាក់ប្រាក់ជាមួយ Xnet ហ្នឹងគឺអ្នកទាំងអស់គ្នាចង់ដាក់1%នៃប្រាក់ខែរបស់អ្នកនរគ្នាបើសិនជាយើងចង់ដាក់ដល់25%នៃប្រាក់ខែរបស់យើងដាក់25បើយើងដាក់50ដាក់30តែបើយើងចង់ដាក់5%ក៏បានដែរឬក៏យើងចង់ដាក់អត់ដាក់ក៏បានដែរចម្លើយចង់បានណាក៏បានដែរមិនងាយមិនបានជឿទៅណាក៏បានដែរហើយយើងដាក់ថា4ហ្នឹងមួយហ្នឹងបានទី1ជាhobby របស់យើងទី2ជាយើងអ្នក trade ពេញម៉ោងអញ្ចឹងទៅទី3ជាគ្រូបង្រៀនទៅជាគ្រូយើងជាគ្រូដាក់គ្រូទៅតែដឹងដាក់ full time ទៅដាក់តែដល់ពេញម៉ោងទៅហើយសួរក៏សួរចិត្ត trade គេតែមា fancy crypto ប្រេងឬក៏ពីហ៊ុនណ៎អញដាក់មួយណាក៏បានដែរនិយាយដាក់ដាក់មួយណាក៏បានដែរបើយើងគេធ្វើយើងការ verify យើង verify ថាសញ្ញាយើងមកធ្វើឲ្យឈ្មោះគឺដូចនឹងអត្តសញ្ញាណប័ណ្ណរបស់យើងឈ្មោះដូចតែសញ្ញាណប័ណ្ណទេគឺនឹងធ្វើ account ហ្នឹងហើយគឺ account ហ្នឹងតើយើងធ្វើការ request ចាំទៅ support គេឲ្យគេការយើងគឺ confirm នេះឲ្យយើងagree term of condition គេយើងយកកម្ពុជាយើងយក verify ជាមួយទាំង passport ដាក់ passport សិន verify ជាមួយ ID card ដាក់ ID card សិនណាមានអត់មានវាទេមិនមកបងដាក់បានបបយើងដាក់ ID card តែស្មានបានយើងអូខេអស់យើងបាន verify ថាស្កាន់យើងមកយើងអាច deposit លុយបានយក computer file យើងម្ដងទៀតដើម្បីបំពេញ proof of residence ដាក់បប្រតិបត្តិការចំណាយចំណូលបងធនាគារក៏បានបងធនាគារបានបងភ្លើងក៏បានឬក៏ bank statement នៃប្រវត្តិចំណាយចំណូលនេះគឺបានបើកបងណាដែរខ្ញុំទៅអត់មានឈ្មោះមួយរេឋានដូចនេះនៅអស់នេះគឺដាក់ក្នុងរយៈពេល3ខែចុងក្រោយណាគឺ3ខែចុងក្រោយដាច់ខាតត្រូវយើងធ្វើការ verify account អីណាជាមួយនឹងអត្តសញ្ញាណប័ណ្ណក៏ passport ក៏បានបើកបបានជោគជ័យរួចហើយយើងជិះចូលមួយក្នុងការបើកយកប្រតិបត្តិការចំណាយចំណូល bank statement របស់ធនាគាររបស់យើងទាំងអស់គ្នាហើយយើងចូលក្នុងទៅ my account អ្នកទាំងអស់គ្នាចុចលើចុច3ដងលើស្ដាំដៃកន្លែងទី1ដែលខ្ញុំដាក់ទៅយើង load មក download account statement អញ្ចឹងអ្នកនរគ្នាសូមធ្វើការទាញយក account bank statement របស់បងប្អូនរួចធ្វើការ upload ជាការស្រេចតែបងប្អូនកន្លែងនេះគឺយើងយកក្នុងរយៈពេល3ខែបងប្អូនបានក្រុមហ៊ុន Xnet គឺគាត់ verify ជូនយើង
នេះជាប្រតិបត្តិការច្បាស់ចំណូលក្នុងរយៈពេល3ខែរបស់យើងអាប់ឡូតចូលហ្នឹងហើយយើង submit ទៅតាមផ្លេសដល់នេះ3នាទីទៅ7នាទីយូរកន្លះម៉ោងមកតែវាដល់តាមផ្លេសតែបន្តិចគឺយើង verify បានហើយយើងអាចដាក់ដូចតែបាននេះជាអាចដាក់ដូចតែបានដាក់បានខ្ញុំក៏បានតែធ្វើហើយខ្ញុំធ្វើការលំនាំវីដេអូក្នុងការដាក់លុយដើម្បីតែម្ដងខ្ញុំសូមចាំផ្លេសពេលណាយើងអាចដាក់លុយបានហើយនេះយើង fresh នោះហើយយើងអាចដាក់លុយតែបានយើងគាត់ចូលប្រការ account យើងមានស្លេចហើយយើងចូលមកខាត់ account តែដាក់លុយមកចូលនេះគាត់ដល់នេះ record bank transfer គឺលឿនប៉ុណ្ណោះយើងចូល account MT5 ហ្នឹងបានណាទាំង record bank transfer យកនេះយើងដាក់អាចដាក់មកចាប់ពី$10ឡើងទៅអ្នកនរគ្នាដាក់$10ចូល continue យើងប្រើ ABA យើងដាក់ ABA កង់ ABA មកយើងប្រើ AC ដែរដាក់កង់ AC ដាក់បែបមកដល់តែបើសិនយើងប្រើវិញយើងដាក់វិញបែបមកហើយខ្ញុំប្រើ ABA ដាក់ ABA នេះចំនួន$10នេះអ្នកដាក់អ្នកនរគ្នាដាក់ឲ្យ$10សូមដាក់$10បើសិនអ្នកនរគ្នាដាក់លុយ trade $100ដាក់$100ដាក់ចំនួន$100មកខ្ញុំដាក់លេខ$1000តែមិនលុយ$10ក្នុង$100គឺគេនឹងបដិសេធគឺមានបញ្ហានឹងចាំយូរទេជួយ confirm មិនដាក់នេះឈ្មោះអ្នកផ្ញើឲ្យយើង ABA លេខគណនីគាត់យើងឈ្មោះបានឯកសារដែលយើងដាក់លុយចូលនៅគ្នាយើងធ្វើការបាញ់លុយទៅគាត់នឹងដាក់លុយជូនយើងហើយតាម ABA ចូល account Excel របស់យើងយើងចូលឲ្យ transfer ហ្នឹងហើយ transfer លុយ transfer to other ABA account ហើយបាយគណនីរបស់គាត់ហ្នឹងនេះដល់នេះគឺកន្លែងយើងដាក់យកលេខទេប្រាក់តាម form ដែលបំពេញនោះទៅហើយយើងចូលបងប្រាក់មកបានហ្នឹងហើយយើងបាន upload ហើយយើងចូលលេខនេះបានអ្នកនេះគឺលុយបានទៅចូលហើយវាឲ្យយើងដាក់ two step verification នៅក្នុង app នេះដល់លុយបានចូលអាចបានអ្នកនេះអាចដាក់ឈ្មោះអ្នកគ្នាជាមួយគេអញ្ចឹងទៅថ្ងៃឈ្មោះជាតំណាងអញ្ចឹងទៅ